សួស្តីប៉ាប៉ាម៉ាក់តោះយើងមកមើលពីរបៀបសម្រាប់ពណ៌ក្តៅពីខាងធម្មទី2អញ្ចឹងប៉ាប៉ាម៉ាក់ពេលទិញដំបូងត្រូវយកថ្មមកដាក់សិនបានវាមានដំណើរការចឹងយើងដាក់ថ្មហើយយើងអាចធ្វើការបើកប៊ូតុងនេះអញ្ចឹងមានន័យថាអានេះថ្មយើងចូលហើយវាម៉ាស៊ីនហ្នឹងវាដើរតោះមកយើងបើកអានេះដើម្បីឲ្យយើងធ្វើការវាស់ក្តៅអញ្ចឹងម៉ាស៊ីននេះយើងធ្វើការវាស់ក្តៅតាមត្រចៀកអញ្ចឹងដើម្បីធ្វើការវាស់ប៉ាប៉ាម៉ាក់ចុចប៊ូតុងនេះមកហើយបន្ទាប់មកដាក់អានេះនៅលើត្រចៀករបស់កូនណាអញ្ចឹងពេលដែលយើងវាស់ហើយយើងនឹងឃើញសីតុណ្ហភាពនៅខាងលើនេះប៉ាប៉ាម៉ាក់ហើយយើងក៏អាចធ្វើការឆែកmemory បានដែរមានន័យថាពេលយើងចុចលេខ1នេះមានន័យថាយើងវាស់លើកទី1មានប្រហែលអង្សាលើកទី2ប្រហែលអង្សាវាមានស្ទរនៅក្នុងនឹងទាំងអស់ណាប៉ាម៉ាក់អញ្ចឹងរបៀបប្រើសម្រាប់ម៉ាស៊ីនវាស់ក្តៅរបស់ Tommy ទី2នេះមានតែប៉ុណ្្នឹងទេ